បាទជំរាបសួរអង្គពងមីបងប្អូនទាំងអស់នេះគឺជាវីដេអូវគ្គទី3នៃដំណើរការចុះសិក្សាផលប៉ះពាល់លើតបណ្ដាញអគ្គិសនីពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកញ្ចេះឆ្ពោះទៅតំបន់ភ្នំព្រេចបាទអញ្ចឹងសូមអញ្ជើញអង្គពងមីបងប្អូនទស្សនាកម្សាន្តនៅដំណើរការចេះសិក្សាផ្ទាល់តែម្ដងបាទដូចបងប្អូនបានឃើញស្រាប់ហើយក្រុមការងារយើងឆ្លងកាត់តំបន់ជាច្រើនដែលមានអូរដែលមានប្រឡាយដែលមានប្រែកបាទនៅខាងមុខមានប្រែកឥឡូវយើងឃើញខាងក្នុងនោះមានដីចំការរបស់បងប្អូនប្រជាពលរដ្ឋនិងដីសហគមន៍បាទអញ្ចឹងបានក្រុមការងារគេចុះផ្ទាល់ដើម្បីរកផលប៉ះពាល់ដែលផ្ទាល់តែម្ដងបាទកុំឲ្យមានបញ្ហាខាត់បងដល់បងប្អូនប្រជាពលរដ្ឋរបស់យើងបាទបងឃើញបងប្អូនឃើញត្រាប់ហើយនេះគឺជាដំណើរការចុះមើលផ្លូវប៉ុន្តែទេសភាពស្អាតណាបងប្អូនស្អាតមែនតើទេសភាពនៅក្នុងចំណុចទាំងអស់នោះបាទពេលចុះទៅខ្យល់អាកាសមកស្រស់ស្រាយមែនតើមើលទិដ្ឋភាពបឹងបលាយអូយបាទនឹងផលដំណាំរុក្ខជាតិផ្សេងមានដំណាំកស៊ូមានដំណាំស្វាយចន្ទីមានដំណាំដំឡូងមីបាទឃើញគួរចាប់អារម្មណ៍មែនតើបាទណាសូមគោរពអញ្ជើញបងប្អូនទស្សនានៅវីដេអូវគ្គទី3បាទនេះគឺជាដីសហគមន៍បាទដីសហគមន៍បាទឃើញក្បៃផ្លាកដើម្បីចំណាំនេះនឹងបោះបកគោលមកខាងដីសហគមន៍ដូចឯមកខាងទៀតនេះដែលខ្ញុំឈរថតពីមកខាងហ្នឹងគឺជាដីចំការរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងបាទមានដំណាំកស៊ូបាទដែលគាត់បានដាំបាទនេះដីសហគមន៍បាទបោះបកគោលនិងដាក់ផ្លាកបង្ហាញថាដីសហគមន៍បាទហ្នឹងហើយហ្នឹងក្រុមការងារកំពុងតែចុះចុច GPS បាទនេះជាដំណាំស្វាយចន្ទីហើយនេះបង្គោលតម្រុយក្នុងការបោះបង្គោលភ្លើងអគ្គិសនីដែលមានទំហំ15ម៉ែត្រ4ជ្រុងនៃគ្រឹះបាទហ្នឹងហើយគឺបង្គោលធំតែម្ដងគឺបង្គោលកន្លែងហ្នឹងបាទ